សួស្តីអ្នកទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលតាំងតែបញ្ចប់ជាមួយនឹងការប្រឡងបាក់ឌុបក្នុងពេលថ្មីៗហ្នឹងហើយបើយើងគិតទៅនៅសល់ពេលតែមួយថ្ងៃទៀតទេគឺជាដឹងហើយចេញលទ្ធផលប្រឡងហើយបងប្អូនមានបានត្រៀមចិត្តនៅក្នុងការទទួលយកលទ្ធផលប្រឡងហើយនៅក្នុងថ្ងៃនេះដែរបងក៏ចង់មានគន្លឹះខ្លះៗដើម្បីចែករំលែកទៅកាន់បងប្អូនបើសិនជាបងប្អូនទទួលបានលទ្ធផលដែលអត់សមបំណងឬមួយក៏ខុសពីការរំពឹងទុកដោយសារតែបងផ្ទាល់ក៏ជាមនុស្សម្នាក់ដែលទទួលបានលទ្ធផលអត់សមនឹងការរំពឹងទុកហើយទទួលបានជាមួយនឹងការខកចិត្តមកលើខ្លួនឯងខ្លាំងមែនទែនប៉ុន្តែគ្រប់ពេលអត់តែខ្ញុំនិយាយពីរឿងលទ្ធផលបាក់ឌុបឬជាមួយនឹងការប្រឡងបាក់ឌុបគឺខ្ញុំ stress ហើយជួយក្បាលខ្លាំងមែនទែនហើយអ្នកទាំងអស់គ្នាឆ្នាំមើលបើសិនជាការណាដែលយើង stress ហើយក៏ច្រើនអត់សប្បាយចិត្តជាមួយរឿងអីមួយគឺមុខរបស់យើងខ្មៅស្អាប់ហើយឡើងមុនឡើងរលខ្លាំងមែនទែនហ្មងប៉ុន្តែកុំថន់អភ័យខ្ញុំមានរបស់ពិសេសជួយឲ្យគឺថាបិទជាមួយនឹង media answer មកគឺថាមុខមិនក៏អត់ឡើងមុនដែរអ្នកទាំងអស់គ្នាហើយសម្រាប់ media answer មកនេះដែរគឺមានរហូតដល់4ជម្រើសអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមានតែ3ឯងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយកពណ៌លឿងដើម្បីយកមកប្រើប្រាស់នៅលើផ្ទៃមុខខ្ញុំដោយសារតែវាត្រូវគ្នាជាមួយនឹងមុខខ្ញុំខ្លាំងមែនទែនហើយសម្រាប់ពណ៌ដែលខ្ញុំជ្រើសរើសយកមកប្រើនេះគឺជា media answer vitamin collagen mask ដែលជួយកាត់បន្ថយរាល់ស្នាមអុចខ្មៅជួយធ្វើឲ្យស្បែកមុខភ្លឺថ្លាប្រឆាំងភាពចាស់ជ្រីវជ្រួញជួយបំពេញជា collagen ដល់ស្បែកហើយនឹងជួយសម្រួលរាល់បញ្ហាស្បែកនៅលើផ្ទៃមុខយើងហ្មងបើសម្រាប់ស្បែកមុខខ្ញុំគឺពិតជាស័ក្តិសមជាមួយនឹងពណ៌លឿងនេះខ្លាំងមែនទែនដោយសារតែមុខរបស់ខ្ញុំវាស្ងួតអត់សូវមានសំណើមអត់មានជាតិ collagen នៅលើមុខទេហើយខ្ញុំគិតថាពណ៌លឿងនេះក៏ពិតជាស័ក្តិសមមួយស្បែកមុខខ្ញុំមែនទែនហើយអ្នកទាំងអស់គ្នាកុំបាត់បារម្ភដែរ media answer មកមានរហូតដល់4ជម្រើសឲ្យអ្នកទាំងអស់គ្នាជ្រើសរើសតាមប្រភេទស្បែកមុខរបស់យើងទាំងអស់គ្នាទៀតដែលមានដូចជាពណ៌ទឹកសមុទ្រនេះដែរគឺជា media answer per collagen mask ដែលជួយបង្រួមរន្ធញើសកម្ចាត់ប្រេងកាត់បន្ថយស្នាមហើយនឹងជួយស្បែកភ្លឺថ្លាហើយឥឡូវហ្នឹងនៅខាង media answer មកក៏កំពុងតែមានការឆ្លើយសំណួរបាន giveaway ទៀតផងអ្នកទាំងអស់គ្នាតែ link giveaway នេះដែរអ្នកទាំងអស់គ្នាអាចតាមដាននៅលើ page Facebook account Instagram និង account TikTok របស់ media answer មកបានអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានដឹងពីអត្ថប្រយោជន៍របស់ media answer មកហើយជាមួយនឹងការ link giveaway ឥឡូវនេះគឺយើងចូលមកដល់ប្រធានបទរបស់យើងវិញម្ដងនៅទី1ដែលយើងអត់គួរធ្វើតតែសោះនៅពេលដែលចេញលទ្ធផលប្រឡងបាក់ឌុបគឺជាការប្រៀបធៀបលទ្ធផលប្រឡងរបស់ខ្លួនឯងជាមួយនឹងអ្នកដទៃអ្នកទាំងអស់គ្នាបានដឹងចង់ការប្រៀបធៀបគឺពេលខ្លះគឺមានភាពវិជ្ជមាននិងអវិជ្ជមានបើសិនជាយើងគិតនៅក្នុងផ្លូវអវិជ្ជមានគឺកាន់តែធ្វើឲ្យខ្លួនឯងមានសម្ពាធបាក់ទឹកចិត្តហើយបន្ទោសបាបខ្លួនឯងខ្លាំងមែនទែនសម្រាប់ចំណុចទី2គឺជាអ្វីដែលយើងគួរតែធ្វើគឺជាការទទួលស្គាល់ការពិតហើយសប្បាយរីករាយទទួលយកនៅលទ្ធផលដែលយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពទី3គឺជាការចាប់ផ្ដើមថ្មីខ្ញុំគិតថាអ្នកទាំងអស់គ្នាទោះបីជាពេញចិត្តឬក៏អត់ពេញចិត្តជាមួយនឹងលទ្ធផលក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នាអត់គួរបញ្ឈប់ត្រឹមនឹងទេត្រូវបន្តដំណើរទៅមុខទៀតនៅក្នុងការរកសាកលវិទ្យាល័យឬមួយក៏ចាប់ផ្ដើមរកការងារធ្វើផ្សេងៗដែលខ្ញុំជួបប្រទះគឺនៅពេលដែលខ្ញុំអត់សប្បាយចិត្តជាមួយនឹងលទ្ធផលរបស់ខ្ញុំហើយគឺខ្ញុំពិបាកចិត្តត្រឹមតែមួយថ្ងៃឯអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើម move on ពីរឿងលទ្ធផលប្រឡងមួយហ្នឹងយើងអាចឈប់កាំងនៅក្នុងនឹងបានទេជីវិតយើងនៅវែងឆ្ងាយវាអត់អាចកំណត់ជោគវាសនាយើងធំតលទ្ធផលបាក់ឌុបមួយហ្នឹងឯងអូខេអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំចែករំលែកប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងមានពេលវេលាដើម្បីចែករំលែកជាមួយនឹងបទពិសោធន៍របស់ខ្ញុំផ្សេងៗទៀតឲ្យអ្នកទាំងអស់គ្នាបានយល់ដឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានសំណាងល្អនៅក្នុងការប្រកាសលទ្ធផលក្នុងពេលខាងមុខហ្នឹងអញ្ចឹងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបាយបាយ